សូមគ្រប់នឹងជម្រាបសួរលោកលោកស្រីប្រិមត្តទូរទស្សនិកជនដែលកំពុងតាមដានទស្សនាព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃរបស់ទូរទស្សន៍ហងមាស HD TV ខណៈនេះនាងខ្ញុំជម្រាបជូនវេទិកាសំខាន់ៗដូចតទៅសម្ដេចនាយកនាយករដ្ឋមន្ត្រីអំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ដើម្បីបញ្ជាគ្រោះថ្នាក់ផ្សេងៗពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះមន្ត្រីជាន់ខ្ពស់ប្រសិទ្ធិចាត់ទុកថាការអនុវត្តក្រមព្រហ្មទណ្ឌនិងនីតិវិធីព្រហ្មទណ្ឌកម្ពុជានឹងមានភាពខ្វះចន្លោះសាលារដ្ឋាភិបាលភ្នំពេញសូមកុំឲ្យរថយន្តក្រុងដំឡើងថ្លៃសម្បត្តិក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកូរ៉េខាងជើងដាក់តំបន់សមុទ្រខាងកើតរបស់ខ្លួនជាតំបន់គ្មានការបើកបរមនុស្សរាប់សិបនាក់ស្លាប់នៅក្នុងការប្រយុទ្ធគ្នាក្បែរក្រុងកំពង់ផែអាដិននៅយេម៉ិនមជ្ឈមណ្ឌលជាតិមជ្ឈត្តការផ្នែកពាណិជ្ជកម្មកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការដោះស្រាយរាល់បណ្ដឹងនានានៅក្នុងប្រព័ន្ធច្បាប់ពាក់ព័ន្ធនឹងទំនាស់ក្នុងមុខរបរជំនួញដើម្បីធានាបានផលប្រយោជន៍ទាំងសងខាងលោករស់ម៉ានិនប្រធានមជ្ឈមណ្ឌលជាតិមជ្ឈត្តការផ្នែកពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់នៅព្រឹកថ្ងៃទី6ខែមេសានេះថាការតាក់តែងក្រមសីលធម៌នេះឡើងដើម្បីឲ្យក្រុមមជ្ឈករពង្រឹងសមត្ថភាពមានតម្លាភាពនិងឯករាជ្យភាពក្នុងការដោះស្រាយទំនាស់ជូនអតិថិជនដោយមិនឲ្យពាក់ព័ន្ធឬចំណុះឲ្យភាគីណាមួយឡើយលោកបញ្ជាក់ថាក្រមសីលធម៌នេះក៏បានចាប់បង្ខំឲ្យអាជ្ញាកណ្ដាលដោះស្រាយវិវាទដែលទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានដែលគ្មានលំអៀងនិងករណីលើកលែងណាមួយនោះឡើយលោកបានបន្ថែមថាបន្ទាប់ពីមជ្ឈមណ្ឌលនេះមានក្រមសីលធម៌មានស្នាក់ការរដ្ឋបាលនិងមានមន្ត្រីជំនាញប្រកបដោយសមត្ថភាពហើយនោះមជ្ឈមណ្ឌលនេះនឹងទទួលបានពាក្យបណ្ដឹងសម្រាប់សម្របសម្រួលដោះស្រាយខណៈដែលរយៈពេលជាង1ឆ្នាំមកហើយនេះនៅមិនទាន់ទទួលបានពាក្យបណ្ដឹងណាមួយនៅឡើយនោះទេការមិនទទួលបានពាក្យបណ្ដឹងនេះដោយសារតែមជ្ឈមណ្ឌលទើបតែបង្កើតថ្មីថ្មោងហើយការដោះស្រាយវិវាទនៃមុខរបរជំនួយនេះត្រូវបានប្រព្រឹត្តឡើងតាមការព្រមព្រៀងរវាងភាគីទាំងពីរមុននឹងចាប់ផ្ដើមមុខរបរកន្លងមកក៏អតិថិជនភាគច្រើនបានតាក់ទងសួរនាំប៉ុន្តែយើងមិនទាន់ឃើញយើងមិនទាន់បានទទួលរឿងក្តីនៅឡើយខ្ញុំគិតថាវាមានបញ្ហាសំខាន់មួយចំនួនទី1ដើម្បីឲ្យមជ្ឈមណ្ឌលនេះទទួលរឿងក្តីបានលុះត្រាតែភាគីហ្នឹងគាត់បានព្រមព្រៀងគ្នាពីមុនមកថាគាត់ជាពិសេសគាត់សរសេរនៅក្នុងកិច្ចសន្យាក្នុងទំនាក់ទំនងពាណិជ្ជកម្មគាត់បើសិនជាគាត់មានវិវាទគាត់មកមជ្ឈមណ្ឌលនេះអញ្ចឹងខ្ញុំគិតថាកន្លងមកប្រហែលជាគាត់អត់តបានសរសេរទេអញ្ចឹងហើយបានមានវិវាទមួយចំនួនគាត់អាចទៅតុលាការឬគាត់ទៅមជ្ឈត្តការនៃប្រទេសដទៃទៀតបាទចំណុចទី2វិវាទចាប់ផ្ដើមមានយើងមិនគិតថាពេលណាមានវិវាទទេមានន័យថាគាត់បានសរសេរប៉ុន្តែវិវាទមិនទាន់មានប៉ុន្តែតាមការសាកសួរមកវិវាទក៏មានខ្លះហើយដែរប៉ុន្តែភាគីគាត់នៅសម្រោះសម្រួលនៃខាងក្រៅគាត់នៅចរចាគ្នាភាសាគ្នាអញ្ចឹងហើយបានរហូតដល់ពេលនេះយើងអត់ទាន់មានរឿងក្តីទេបាទអត់មានរឿងក្តីទេលោកកឹមសវុតប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានគាំទ្រចំពោះការបើកឲ្យដំណើរការរបស់មជ្ឈមណ្ឌលដោះស្រាយវិវាទផ្នែកមុខរបរជំនួញនេះព្រោះវាបានបង្កលក្ខណៈងាយស្រួលដល់គូភាគីនៃទំនាស់បានដោះស្រាយវិវាទរបស់ខ្លួននៅនឹងកន្លែងដែលមានជំនាញពិតប្រាកដខណៈដែលកម្ពុជាមិនទាន់មានតុលាការផ្នែកពាណិជ្ជកម្មនៅឡើយលោកបញ្ជាក់ថាកន្លងមកនៅពេលមានវិវាទកើតឡើងទាំងរូបលោកនិងអ្នកជំនួញដទៃទៀតត្រូវរត់ទៅប្រទេសទី3ក្នុងការដោះស្រាយទំនាស់ហើយករណីនេះធ្វើការចំណាយខ្ពស់និងប្រើប្រាស់ពេលវេលាយូរហើយអ្នកខ្លះក៏រងភាពអយុត្តិធម៌ផងដែរលោកបន្តថាមជ្ឈមណ្ឌលមជ្ឈត្តការផ្នែកពាណិជ្ជកម្មត្រូវប្រកាន់ឲ្យបាននូវតម្លាភាពនិងឯករាជ្យភាពនៅគ្រាដែលក្រុមពាណិជ្ជករជាច្រើនកំពុងចាប់អារម្មណ៍លើសេវាមជ្ឈមណ្ឌលនេះសូមរំលឹកថាមជ្ឈមណ្ឌលមជ្ឈត្តការផ្នែកពាណិជ្ជកម្មកម្ពុជាត្រូវបានបង្កើតឡើងនៅខែមីនាឆ្នាំ2013ដោយទទួលស្គាល់ពីក្រសួងយុតិធម៌និងក្រសួងពាណិជ្ជកម្មដែលមានសមាជិកចំនួន54រូបមកពីសភាពាណិជ្ជកម្មកម្ពុជាសហព័ន្ធនយោជិកសមាគមពាណិជ្ជកម្មកម្ពុជាគណៈមេធាវីនិងសមាគមរោងចក្រកាដេសភាពាណិជ្ជកម្មអន្តរជាតិសហភាពពាណិជ្ជកម្មកូរ៉េអាមេរិកអឺរ៉ុបនិងសមាគមក្រុមហ៊ុនស្វែងរករ៉ែនិងសិក្សាស្រាវជ្រាវមជ្ឈមណ្ឌលមជ្ឈត្តការផ្នែកពាណិជ្ជកម្មគឺជាកន្លែងដោះស្រាយរាល់ទំនាស់វិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការហើយទើបតែបង្កើតឲ្យមានឡើងនៅក្នុងប្រទេសកម្ពុជាក្នុងគោលដៅជួយសម្របសម្រួលឬធ្វើជាអាជ្ញាកណ្ដាលដើម្បីដោះស្រាយដោយធានាបានផលប្រយោជន៍ទាំងសងខាងពុំចាំបាច់ទៅរកប្រព័ន្ធតុលាការនិងការរកជំនួយដោះស្រាយនៅបរទេសព័ត៌មានជាតិដែលនាងខ្ញុំជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះតទៅនេះសូមអញ្ជើញលោកអ្នកនាងតាមដានទស្សនាព័ត៌មានអន្តរជាតិជាបន្ត